អ្នកគ្រូតើក្របឈាមក្រហម4.2យូរយូរទៅអាចប៉ះពាល់ដល់បញ្ហាបេះដូងឬក៏អត់សំណួរនេះគឺល្អប៉ុន្តែរៀងពិបាកបញ្យល់បន្តិចក្របឈាមក្រហម4.2នេះខ្ញុំគិតថាគាត់និយាយអំពីក្របឈាមក្រហមហ្មងគេហៅ red blood cell ប្រសិនបើ4.2វាថមថយបន្តិចតួចទេដោយសារតែជាទូទៅយើងចង់បាន4.7 5ចុចជាងបើប្រុសៗអីអាចដល់6ចុចឬក៏6.1អីចឹងណាប៉ុន្តែប្រសិនបើស្រី4.2គឺចុះក្នុងលក្ខណៈតិចតួចទេប៉ុន្តែអីដែលយើងត្រូវមើលសំខាន់គឺគេប្រើពាក្យ hemoglobin hemoglobin គឺជា protein មួយដែលវានៅក្នុងក្របឈាមក្រហមហ្នឹងណាហើយមុខងារសំខាន់របស់វាហ្នឹងគឺវាដឹកអុកស៊ីហ្សែនទៅចិញ្ចឹមសរីរាង្គទាំងអស់នៅក្នុងខ្លួនរបស់យើងអញ្ចឹងប្រសិនបើមានតែក្របឈាមប៉ុន្តែអត់មាន hemoglobin គ្រប់គ្រាន់ណាក៏យើងអត់មានអុកស៊ីហ្សែនគ្រប់គ្រាន់ដើម្បីទៅចិញ្ចឹមសរីរាង្គក្នុងខ្លួនដែរសរីរាង្គក្នុងខ្លួនដែលខ្ញុំសម្ដៅហ្នឹងគឺតាំងពីខួរក្បាលតាំងពីតម្រងនោមតាំងពីបេះដូងស្អីទាំងអស់ហ្នឹងឯងប៉ុន្តែការដែលយើងបាត់ក្របឈាមហ្នឹងវាតាក់ទងជាមួយនឹងរឿងបេះដូងដោយសារតែនៅពេលដែលអុកស៊ីហ្សែនទៅចិញ្ចឹមសរីរាង្គផ្សេងៗអត់បានគ្រប់គ្រាន់បេះដូងគឺមាន reflex មួយគឺវាត្រូវច្បាច់ឲ្យលឿនហើយច្បាច់ឲ្យខ្លាំងជាងមុនអញ្ចឹងនៅពេលដែលវាផឹងច្បាច់ឲ្យលឿនច្បាច់ឲ្យខ្លាំងជាងមុនដើម្បី compensate ឬក៏ដើម្បីទូទាត់ជាមួយអុកស៊ីហ្សែនដែល hemoglobin ដឹកអត់គ្រប់ហ្នឹងគឺវាធ្វើឲ្យសាច់ដុំបេះដូងរបស់យើងនឹងវាធ្វើការលើសបេះដូងគេធម្មតាចាំបានន័យថាគ្នាផងច្បាច់ឲ្យញាប់ដើម្បីឲ្យឈាមចាញ់ឲ្យបានច្រើនហើយច្បាច់ឲ្យខ្លាំងដើម្បីឲ្យឈាមចាញ់ឲ្យបានឆ្ងាយដល់អញ្ចឹងទៅវាធ្វើឲ្យបេះដូងរបស់យើងនឹងវាអាចរីកមៀតមួយចំហៀងគេហៅថា hypertrophy ទៅលើថតខាងឆ្វេងហើយវាអាចប្រឈមជាមួយនឹងរឿងអាចខ្សោយបេះដូងទៅថ្ងៃមុខដែរចឹងវីដេអូមុនគឺខ្ញុំនិយាយអំពីរោគសញ្ញាពាក់ព័ន្ធជាមួយរឿងស្ទះខ្សែឈាមបេះដូងអញ្ចឹងរឿងស្ទះខ្សែឈាមបេះដូងខុសពីរឿងខ្សោយបេះដូងអញ្ចឹងរឿងដែលគ្រាប់ឈាមក្រហមមានការពាក់ព័ន្ធហ្នឹងគឺអត់ពាក់ព័ន្ធជាមួយនឹងរឿងស្ទះខ្សែឈាមបេះដូងទេប៉ុន្តែពាក់ព័ន្ធជាមួយសុខភាពបេះដូងគ្រាន់ធ្វើឲ្យបេះដូងនឹងវាខ្សោយវារៀងរីកមានជាងមុនអាផ្នែកថតខាងឆ្វេងដោយសារតែវាព្យាយាមហើយវាប្រឹងវាយឲ្យញាប់ជាងមុនហើយវាយឲ្យខ្លាំងជាងមុនអញ្ចឹងទៅគ្នាវាឆាប់ខ្សោយ